ករណីឃាតកម្មនៅក្នុងហាងលក់ទំនិញនៅយប់ថ្ងៃទី30ខែកក្កដាឆ្នាំ1995វេលាម៉ោងប្រហែលជា 9:17 នាទីនៅក្នុងហាងលក់ទំនិញមួយស្ថិតនៅក្នុងទីក្រុងតូក្យូនៃប្រទេសជប៉ុនមានជនមិនស្គាល់អត្តសញ្ញាណបានឡើងទៅជាន់ទី2ដែលជាបន្ទប់ office របស់បុគ្គលិកហើយបានចាប់ជាប់និងធ្វើការបាញ់ស្លាប់ទៅលើបុគ្គលិកស្រីចំនួន3នាក់ក្នុងនោះមានដូចជាបុគ្គលិកដែលមានឈ្មោះថា Inagaki Noriko អាយុ47ឆ្នាំសិស្សវិទ្យាល័យដែលជាអ្នកធ្វើការងារខែម៉ោង2នាក់មានឈ្មោះថា Yabaki Megumi អាយុ17ឆ្នាំនិងម្នាក់ទៀតមានឈ្មោះថា Maeda Hiromi មានអាយុ16ឆ្នាំអ្នកទាំង3ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងសភាពដ៏គួរឲ្យសង្វេគដោយ Noriko បានដេកស្លាប់នៅជិតទូដែកហើយផ្ទៃមុខរបស់គាត់នឹងត្រូវបានវាយជាច្រើនដងដោយស្វ័យកាភ្លើងនិងត្រូវបានជនដៃដល់បាញ់ចំនួន2គ្រាប់ចំក្បាលបន្ទាប់ពីបានបាញ់ស្លាប់ទៅលើ Noriko ហើយជនដៃដល់ក៏បានយកសាកសពទៅញាត់និងកលៀតទូទឹកកកនៅជិតគ្នានោះដែរ Megumi និង Hiromi ត្រូវបានប្រទះឃើញដេកស្លាប់ដោយដៃអ្នកទាំងពីរនឹងត្រូវបានចងភ្ជាប់គ្នាហើយចំណែកមាត់វិញត្រូវបានបិទដោយស្គុតអ្នកទាំងពីរត្រូវបានជនដៃដល់បាញ់ម្នាក់មកគ្រាប់ចំក្បាលផ្នែកខាងក្រោយហើយនឹងមានស្នាមកណ្ដុងកាភ្លើងនៅចំពីលើក្បាលថែមទៀតផងអ្វីធ្វើឲ្យប៉ូលីសពិបាកក្នុងការកត់សម្គាល់ថារឿងក្តីនឹងគឺជាការប្លន់ស្លាប់ឬក៏គ្រាន់តែជាការស្លាប់ដោយមានមូលហេតុផ្សេងព្រោះតែក្រោយការស្លាប់ទៅលើបុគ្គលិកស្រីទាំង3នាក់នឹងហើយមិនមានស្លាកស្នាមណាមួយដែលបញ្ជាក់ថាជនដៃដល់នឹងព្យាយាមគាស់ទូដែកដើម្បីយកលុយឬក៏រើហាងដើម្បីស្វែងរកវត្ថុមានតម្លៃណាមួយនោះទេសូម្បីតែលុយនិងរបស់របរមានតម្លៃមួយចំនួនរបស់ជនរងគ្រោះនឹងក៏មិនបានបាត់ទៅណានោះដែរតើជនដៃដល់មានបំណងអ្វីឲ្យប្រកាសក្រោយមកមានប៉ុស្តិ៍ទូទួលក្នុងស្រុកជាច្រើនបានស្វែងរកដំណើររឿងមុនឈានដល់ការបាញ់ស្លាប់បុគ្គលិកស្រីទាំង3នាក់នឹងនៅថ្ងៃទី30ខែកក្កដាឆ្នាំ1995ហាងលក់ទំនិញ Nanbe ជាថ្ងៃបញ្ចប់នៃការលក់ប្រូម៉ូសិនរយៈពេល4ថ្ងៃនៅក្នុងកំឡុងពេលរដូវក្តៅនឹងហើយចំថ្ងៃអាទិត្យផងនោះតាមរយៈវីដេអូភាពកាមេរ៉ាសុវត្ថិភាពរបស់ហាងនឹងបានឃើញថាចាប់តាំងពីបើកហាងនៅម៉ោង10ព្រឹកនឹងគឺមានភ្ញៀវយ៉ាងច្រើនចូលទៅទិញអីវ៉ាន់នៅក្នុងហាងនឹងនៅម៉ោង 4:46 នាទី Megumi បានជិះកង់ទៅធ្វើការដោយពីផ្ទះគាត់ទៅដល់ហាងនឹងគឺចំណាយពេលត្រឹមតែ2ទៅ3នាទីតែប៉ុណ្ណោះនៅម៉ោង 4:48 នាទី Noriko ក៏បានទៅដល់ហាងដោយមានមនុស្សប្រុសម្នាក់ជាមិត្តភក្តិរបស់គាត់នឹងជូនទៅដោយជីឡានហើយក្រោយពីចេញពីធ្វើការអ្នកទាំងពីរក៏មានការណាត់គ្នាទៅញ៉ាំអីផងដែរនៅម៉ោង 5 Noriko និង Megumi បានធ្វើការ2នាក់ជាធម្មតាពួកគាត់ទាំងពីរបានចាត់ចែងការងារគ្នាធ្វើដោយ Megumi នៅកន្លែងគិតលុយហើយ Noriko ទទួលបន្ទុកការងារខាងគ្រប់គ្រងលុយនៅវេលាម៉ោង 5:30 នាទីមានមនុស្សប្រុសពាក់អាវយឺតសនិងលាកខោប្រផេះម្នាក់ដែលមានវ័យប្រហែលជា50ឆ្នាំបានដើរកាត់មុខហាងនឹងហើយស្រឡឹងមើលក្នុងហាងនឹងដោយសកម្មភាពគួរឲ្យសង្ស័យនៅម៉ោង 6:30 នាទីបុគ្គលិកប្រុសម្នាក់ដោយសារតែគាត់ដល់ម៉ោងត្រូវបញ្ចប់ការងារគាត់ក៏បានត្រឡប់ទៅផ្ទះវិញនៅក្នុងហាងគឺសល់តែ Noriko ជាមួយ Megumi តែប៉ុណ្ណោះហើយនៅជិតហាងនឹងចម្ងាយប្រហែលជា30ម៉ែត្រនឹងមានកម្មវិធីពំកំសាន្តនៅរដូវក្តៅនៅសួនមួយកន្លែងនៅបរិវេណជុំវិញហាងនឹងគឺមានសំឡេងអ៊ូអរយ៉ាងខ្លាំងដែលសឹងតែស្ដាប់អីមិនឮនៅម៉ោង 6:50 នាទី Hiromi ក៏បានទៅដល់ហាងប៉ុន្តែគាត់គ្រាន់តែទៅមើលការវិភាគគាត់ធ្វើការនៅថ្ងៃបន្ទាប់ទេតែដោយសារតែមានការណាត់គ្នាទៅលេងនៅកន្លែងកម្មវិធីនឹងជាមួយនឹង Megumi Hiromi ក៏បានសម្រេចចិត្តថាអង្គុយចាំ Megumi នៅក្នុងហាងនឹងរហូតដល់ចប់ម៉ោងធ្វើការម៉ោង 7:59 នាទីមុនពេលបិទហាង1ម៉ោងនឹងតាមការសន្និដ្ឋានរបស់ខាងក្រុមប៉ូលីសនឹងដោយសារតែមើលទៅឃើញថានៅក្នុងហាងមិនសូវមានភ្ញៀវអញ្ចឹងទៅ Noriko គាត់ក៏បានបិទកន្លែងគិតលុយមួយហើយគាត់បានយកលុយនឹងទៅទុកនៅទូដែកជាន់ទី2ក្រោយមកនៅម៉ោង 8:30 នាទីក៏មានមនុស្សប្រុសម្នាក់ទៀតអាយុចន្លោះពី40ទៅ50ឆ្នាំបានដើរចូលមកក្នុងហាងមើលសពគ្រប់ជ្រុងជ្រោយដោយមិនបានទិញអីនោះទេក្រោយពីបរិះនឹងចេញពីហាងហើយបានបន្តិចក្រោយមកនឹងនៅវេលាម៉ោងប្រហែលជា 8:45 នាទីក៏មានឡានដែលគួរសង្ស័យមួយគ្រឿងបើកបរដោយមនុស្សប្រុសម្នាក់កាត់ពីមុខហាងអ្នកបើកឡាននឹងក៏បានសម្លឹងចូលទៅមើលក្នុងហាងរហូតដល់ឡានខ្លួនបើកខុតពីហាងនឹងតាមទិន្នន័យរបស់កន្លែងគិតលុយបានឲ្យដឹងថាម៉ោង 8:51 នាទី Hiromi បានទិញទឹកដោះគោនិងពងទាចំណែកតាមរយៈកាមេរ៉ាសុវត្ថិភាពបានឃើញថា Megumi គាត់កំពុងតែរៀបចំបិទទូក្លាសេបដានឹងហើយបាននិយាយគ្នាជាមួយនឹងភ្ញៀវដែលបានទិញអីវ៉ាន់បដាតាមការសាកសួរទៅកាន់អ្នកដែលបាននិយាយគ្នាជាមួយ Megumi បានឲ្យដឹងថាការសន្ទនាគ្នានៅពេលហ្នឹងMegumi បានប្រាប់ទៅកាន់ខ្លួនថាបន្ទាប់ពីបានបិទហាងហើយគាត់នឹងទៅលេងកន្លែងដែលគេធ្វើកម្មវិធីហើយអ្នកដែលបាននិយាយជាមួយ Megumi ក៏បានខ្លាចជាមនុស្សចុងក្រោយបំផុតដែលបាននិយាយមួយនាងមុនពេលស្លាប់នៅមុនពេលបិទហាងនៅម៉ោងប្រហែលជា 8:56 នាទីមានមនុស្សប្រុសក្មេង2នាក់បានចូលទៅក្នុងហាងហ្នឹងដោយបានទិញមីឆាជាមួយនឹងបន្លែហើយក៏បានជិះឡានសចេញទៅបាត់ទៅបច្ចុប្បន្នគេមិនទាន់កំណត់អត្តសញ្ញាណមនុស្សប្រុស2នាក់នឹងបាននោះទេហើយពួកគេក៏ជាភ្ញៀវចុងក្រោយនៅក្នុង
ថ្ងៃកើតហេតុនឹងដែរដោយសង្ស័យថាអាចនឹងមានការពាក់ព័ន្ធទៅនឹងករណីឃាតកម្មនឹងខាងក្រមប៉ូលីសក៏បានដាក់ការស៊ើបអង្កេតទៅលើមនុស្សផុសពីរនាក់នឹងផងដែរនៅម៉ោង 9 ជាពេលត្រូវបិទហាងមេកាមីបានរៀបចំលុយដែលលក់បានហើយយកលុយទាំងអស់ហ្នឹងទៅជាន់ទី2ដើម្បីទុកដាក់នៅក្នុងទូដែកបន្ទាប់មក Noriko បានយកលុយលក់ប្រចាំថ្ងៃទាំងអស់ហ្នឹងរៀបចំទុកដាក់នៅក្នុងទូដែកស្របពេលគ្នានឹងដែរនៅកន្លែងកម្មវិធីហមហែកនោះពួកគេមានសលេងហមលេងយ៉ាងសប្បាយដែលធ្វើឲ្យមានការពិបាកក្នុងការស្ដាប់សលេងដែលបានកើតឡើងនៅក្នុងហាងនឹងនៅម៉ោង 9:06 នាទី Noriko បានបិទទ្វារនិងភ្លើងទាំងអស់នៅក្នុងហាងតាមរយៈការរៀបរាប់របស់បុរសម្នាក់ដែលគាត់មានផ្ទះនៅជាប់ហាងនឹងគាត់បាននិយាយថាកំឡុងពេលគាត់កំពុងតែចូលឡានទៅក្នុងផ្ទះនឹងគាត់បានឃើញមនុស្សផុសវ័យក្មេងម្នាក់ដែលគួរឲ្យសង្ស័យដោយគេបានយកដៃបាំងមុខនៅពេលដែលដើរកាត់ភ្លើងឡានរបស់គាត់ដែលមើលទៅហាក់បីដូចជាខ្លាចគាត់ឃើញមុខអញ្ចឹងម៉ោង 9:07 នាទីកម្មវិធីរំក៏ត្រូវបានបញ្ចប់ហើយស្ថានភាពនៅពេលហ្នឹងក៏ត្រឡប់មកស្ងប់ស្ងាត់ឡើងវិញតាមរយៈកំណត់ហេតុដែលបានពីការទេទូរស័ព្ទរបស់ Noriko បានឲ្យដឹងថាគាត់បានទេទៅមិត្តភ័ក្តិរបស់គាត់ដែលជូនគាត់មកកាលពីល្ងាចឲ្យមកយកគាត់នៅហាងកំឡុងម៉ោង 9:15 នាទីក្នុងកំណត់ហេតុប្រព័ន្ធសុវត្ថិភាពរបស់ហាងហ្នឹងនៅម៉ោងដដែល Noriko បានបើកទ្វារហើយគេសន្និដ្ឋានថាអ្នកទាំង3កំពុងតែត្រឡប់ទៅផ្ទះវិញនៅពេលនោះនៅម៉ោង 9:16 នាទីដោយនៅក្នុងប្រព័ន្ធ system សុវត្ថិភាពហាងហ្នឹងបានបញ្ជាក់ថាមានការបើកទ្វារម្ដងទៀតអញ្ចឹងទៅគេសន្និដ្ឋានថាអ្នកទាំង3ត្រូវបានជន់ដៃដល់យកកាភ្លើងភ្ជុំហើយបង្ខំឲ្យត្រឡប់ចូល office វិញតាមអ្នកហួរនៅជិតហ្នឹងនឹងសង្សារមួយគូដែលកំពុងតែឈរនិយាយគ្នាស្ថិតនៅផ្លូវប្របែកជិតហ្នឹងបាននិយាយថាពួកគេបានឮសលេងដូចគេបាញ់កញ្ជួចចេញពីហាងនោះនៅកំឡុងម៉ោង 9:17 នាទីហើយប្រហែលជា2នាទីក្រោយមកក៏បានស្ងាត់ទៅវិញនៅម៉ោង 9:20 នាទីមិត្តភ័ក្តិ Noriko បានទៅដល់ហាងហើយគាត់បានទៅចតឡាននៅចំណតដែលនៅជិតហ្នឹងដើម្បីរងចាំ Noriko ដោយមើលទៅនៅក្នុងហាងហ្នឹងនៅឃើញបើកភ្លើងឡើយហើយអញ្ចឹងទៅក៏គាត់គិតថាប្រហែលជាមានអ្នកដែលកំពុងតែនៅក្នុងហាងហ្នឹងហើយមើលទៅចន្លោះម៉ោងប្រហែលជា 9:20 ទៅ 35 នាទីនៅចម្ងាយប្រហែលជា30ម៉ែត្រពីហាងហ្នឹងគេប្រទះឃើញមានមនុស្សប្រុសម្នាក់អាយុប្រហែល25ឆ្នាំឡើងទៅហ្នឹងពាក់មួកជិតហើយបើកឡានពណ៌សចេញទៅហើយគេបើកឡានដោយមិនបានឈប់កន្លែងដែលមានកណ្ដុះទៅមើលឲ្យឈប់ព្រោះថានៅក្នុងប្រទេសជប៉ុននៅពេលដែលមានផ្លូវប្រវែងជា4អញ្ចឹងគេតែមើលឲ្យឡានឬមួយក៏ម៉ូតូកង់ដែលអ្នកធ្វើដំណើរលើផ្លូវហ្នឹងឈប់សិនហើយចាំទៅមុខទៀតគេឃើញថាឡានហ្នឹងបានបើកឆ្ពោះទៅកាន់ទិសខាងត្បូងចំណែកមិត្តភ័ក្តិ Noriko ដោយសារចាំយូរហើយនៅតែមិនឃើញ Noriko ចេញមកសោះត្បូងឡើយគាត់គិតថាប្រហែលជា Noriko កំពុងតែដូរខោអាវឬក៏ Noriko អាចនឹងចេញទៅមុនគាត់បាត់ក្រោយមកគាត់ក៏បានដើរទៅជិតហាងដើម្បីមើលក្រោយហើយ Noriko មិនឃើញនៅក្នុងហាងហ្នឹងគាត់ក៏សម្រេចចិត្តថាទៅមើលនៅបន្ទប់ដូរខោអាវប៉ុន្តែនៅពេលដែលទៅដល់បន្ទប់ដូរខោអាវហ្នឹងក៏មិនឃើញមាននរណាម្នាក់នៅខាងក្នុងហ្នឹងដែរគាត់ក៏មានអារម្មណ៍ថាមិនស្រួលហើយនៅពេលហ្នឹងគាត់ក៏បានជិះឡានទៅពឹងពាក់អ្នកដែលធ្វើការនៅក្នុងហាងហ្នឹងឲ្យមកជួយហៅមើលគ្នាបន្ទាប់មកអ្នកទាំងពីរបានបើកភ្លើងនិងបានស្រែកហៅប៉ុន្តែมันមានការឆ្លើយតបណាមួយទោះទៅសោះហើយអ្នកទាំងពីរមិនបានចូលទៅមើលដល់ខាងក្នុងនោះទេអ្នកទាំងពីរក៏សម្រេចចិត្តថាត្រឡប់ទៅឡានវិញប៉ុន្តែនៅពេលដែលដើរដល់ពាក់កណ្ដាលផ្លូវហ្នឹងពួកគាត់ដោយមិនអស់ចិត្តក៏នាំគ្នាទៅមើលម្ដងទៀតលើកនេះពួកគាត់បានដើរចូលទៅដល់ខាងក្នុងហាងពេលនឹងហើយដែលគាត់បានប្រទះឃើញសាកសពអ្នកទាំង3ត្រូវបានបាញ់សម្លាប់នៅនឹងការ៉ូនៅម៉ោង 10 យប់ក្រោយឃើញបែបនេះអ្នកទាំងពីរក៏បញ្ញាប្រហុតទៅប៉ុស្តិ៍ប៉ូលីសដែលនៅជិតនឹងដើម្បីធ្វើការរាយការណ៍អំពីហេតុការណ៍ហ្នឹងក្រោយមកក្រុមប៉ូលីសបានទៅដល់កន្លែងកើតហេតុហើយបានធ្វើកសោវិច័យប៉ុន្តែការធ្វើកសោវិច័យហ្នឹងគឺហៅមិនឃើញតម្រុយពាក់ព័ន្ធជាមួយនឹងជនដៃដល់នោះទេគឺសល់តែដានជើងជាមួយនឹងគ្រាប់កន្ទុះកភ្លើងតែប៉ុណ្ណោះហើយចំណែកនៅក្នុងហាងវិញគឺអត់មានស្ថានភាពអញ្ញែអញ្ញៃដែលបញ្ជាក់ថាជនដៃដល់ព្យាយាមស្វែងរករបស់មានតម្លៃណាមួយចំណែកលុយនៅក្នុងទូដៃក៏មិនបានបាត់ទៅណាហើយចំពោះស្ថានភាពទូដៃវិញគ្មានស្នាមគោះសូម្បីតែបន្តិចប៉ូលីសក៏បានបើកការស៊ើបអង្កេតទាំងពីរករណីទី1គឺករណីប្លន់ស្លាប់ទី2ហ្នឹងគឺករណីឃាតកម្មដោយសារមានគំនុំអ្វីមួយក្រោយមកប៉ូលីសបានរកឃើញថាកាភ្លើងដែលជនដៃដល់បានប្រើប្រាស់ហ្នឹងគឺជាផលិតផលរបស់ប្រទេសហ្វីលីពីនហើយដោយសារតែហៅមិនឃើញពីតម្រុយតាក់ទងនឹងជនដៃដល់បើទោះបីជាមានការប្រកាសផ្ដល់រង្វាន់ដល់អ្នកដែលដឹងអំពីព័ត៌មានជនដៃដល់ជាលុយយ៉ាងច្រើនក៏ដោយបច្ចុប្បន្នរឿងក្តីហ្នឹងគឺមិនបានដោះស្រាយចេញនោះទេហើយវាបានក្លាយជាចម្ងល់និងជារឿងក្តីឃាតកម្មមួយដែលដកជាប់នៅក្នុងចិត្តរបស់ប្រជាជនជប៉ុនជានិច្ចបន្ទាប់ពីអានរឿងក្តីឃាតកម្មនេះហើយគាត់ថាហេតុអីបានជាហាងហ្នឹងគេដាក់កាមេរ៉ាតែនៅខាងក្រោមចំណែកខាងលើជាបន្ទប់ទុកដាក់លុយកាក់បែរជាមិនមានកាមេរ៉ាមួយគ្រឿងទាល់តែសោះអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះរឿងក្តីនេះវីដេអូយើងចប់ត្រឹមហ្នឹងជួបគ្នាវីដេអូក្រោយ